ត្រីនេះមិនត្រឹមតែប្រឈមមុខនឹងពស់វែកដែលមានពិសប៉ុណ្ណោះទេវាកំពុងគ្រប់គ្រងវានៅក្នុងព្រៃពស់ពិសខ្លាចឬមួយគឺសត្វឥន្ទ្រីសម្បីតែពស់ដ៏កាយសាហាវដូចជាម៉ាំបាខ្មៅក៏មិនមានឱកាសរស់ដែរសត្វឥន្ទ្រីទាំងនេះវាប្រហារដោយកាំជ្រួចពីលើមេឃលឿនត្រឹមត្រូវនិងគ្មានមេត្តាចក្ខុវិស័យដែលជាភ្នែករបស់ពួកគេនោះគឺច្បាស់ជាងកាមេរ៉ាបច្ចេកវិទ្យាខ្ពស់ទៅទៀតពីរាប់រយម៉ែត្រខាងលើពួកគេអាចមើលនិងកំណត់គោលដៅលើសត្វព្រៃដោយភាពជាក់លាក់និងគួរឲ្យភ័យខ្លាចនៅពេលដែលពួកវាចាប់ផ្ដើមវាយប្រហារវាបញ្ចប់តែក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះសត្វឥន្ទ្រីច្រើនតែចូលទៅពីកន្លែងដែលគោលដៅរបស់វាមិនអាចមើលឃើញដើម្បីប្រកាសថាគោលដៅរបស់វាមិនអាចរត់គេចខ្លួនបានហើយពស់មិនមែនជាជនរងគ្រោះតែមួយនោះទេសត្វតូចៗដូចជាបង្គាយទន្សាយយក្សសូម្បីតែសត្វដែលធំជាងពួកវាទាំងអស់បានក្លាយជាអាហារពេលល្ងាចរបស់ឥន្ទ្រីពួកគេមិនត្រូវបានគេហៅថាជាស្ដេចនៃមេឃដោយក្រញាំជើងដ៏មានឥទ្ធិពលល្បឿនហោះដ៏លឿននិងភ្នែកមើលឃើញច្បាស់ដូចជាឡាស៊ែរឥន្ទ្រីគឺជាអ្នកធ្វើឃាតពីលើអាកាសនៅក្នុងសមរភូមិធម្មជាតិឥន្ទ្រីតែងតែគ្រប់គ្រងនិងចាប់ផ្ដើមវាយប្រហារពីលើមេឃដែលមានការគ្រប់គ្រងពីអតិថិជនកាន់តែច្រើនដូច្នេះ D Smart Gear បានដាក់បន្ថែមនៅ promotion ចែកជូនធុងថ្មីឥតគិតថ្លៃចំនួន 5555 ធុងបន្ថែមទៀតសម្បកធុងថ្មីស្អាតមានគុណភាពស្តង់ដារសុវត្ថិភាពទទួលបានងាយៗដោយគ្រាន់តែធ្វើការកម្មង់តាមរយៈ app D Smart Gear ឥឡូវនេះឆាប់រស់រនឡើងចំនួនមានកំណត់ខ្ញុំឆ្លាតខ្ញុំប្រើ D Smart Gear